ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នានាងខ្ញុំមុំរបតីវីដេអូថ្ងៃនេះយើងនឹងមកធ្វើ description ទៅលើ ad card ទាំង5របស់ Sika ដែលមានពាក្យពេញថា Southeast Asia Tobacco Control Alliance ចំនួនថា ad card ទាំងនេះនិយាយអំពីអ្វីមានអត្ថន័យយ៉ាងម៉េចខ្លះតោះទៅមើលវីដេអូរបស់ខ្ញុំទាំងអស់គ្នាចូលមកដល់ ad card ដំបូងគេនិយាយអំពីយុវជនដែលបានប្រើប្រាស់បារីអេឡិចត្រូនិកយល់ឃើញថាវាមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់រហូតយកច្រឡំថាវាជាឧបករណ៍ផ្ដាច់បារីទៅទៀតប៉ុន្តែពួកគេមិនបានដឹងទេថារសជាតិទាំងនេះបានផ្ទុកនូវជាតិពុលនិងជាតិនីកូទីនឡើយដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពនិងអនាគតរបស់ពួកគេដូច្នេះយុវជនយើងកុំចាញ់បោករសជាតិនៃបារីអេឡិចត្រូនិកឲ្យសោះព្រោះវានឹងអូសទាញយើងឲ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃការញៀនចំពោះ ad card យើងបន្ទាប់ជាតិនីកូទីនមានគ្រោះថ្នាក់ប៉ះពាល់ដល់ការចងចាំអារម្មណ៍និងការផ្ដោតអារម្មណ៍របស់យើងសូមកុំឲ្យរសជាតិនៃបារីអេឡិចត្រូនិកមកពង្រួមយើងឲ្យសោះ ad card ទី3នេះឧស្សាហកម្មថ្នាំជក់បានប្រើប្រាស់យុទ្ធសាស្ត្រដោយផ្ដោតទៅលើរសជាតិដែលវាជាទំពក់ធ្វើទាញយុវជនឲ្យប្រើប្រាស់បារីអេឡិចត្រូនិកមិនត្រឹមតែប៉ុណ្ណោះទេពួកគេបានជួល influencer មកធ្វើ marketing ដើម្បីឲ្យយុវជនយល់ឃើញថាវាជា trend ដ៏ពេញនិយមគួរឲ្យចង់ដឹងចង់សាកប៉ុន្តែធៀបពិតនោះឧស្សាហកម្មថ្នាំជក់កំពុងតែលក់ឲ្យយុវជននៅភាពញៀនក្រោមរូបរាងជារសជាតិនៃបារីអេឡិចត្រូនិកបើយើងក្រឡេកមកមើល ad card ទី4វិញភាពឆក់ល្បីនៃច្បាប់ហាក់ដូចជាបណ្ដេញបណ្ដោយឲ្យឧស្សាហកម្មថ្នាំជក់ឆ្លៀតឱកាសធ្វើទាញយុវជនឲ្យប្រើប្រាស់បារីអេឡិចត្រូនិកតាមរយៈរសជាតិដំណោះស្រាយនោះគឺហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិកឥឡូវនេះចូលមកដល់ ad card ចុងក្រោយនេះ Say No Stay Free និយាយថាទេចំពោះបារីអេឡិចត្រូនិកសូមខ្លាចទៅជាយុវជនដែលលាតត្រដាងពីការភូតភរបោកប្រាស់និងរួចផុតពីការញៀនជាតិនីកូទីនការធ្វើ description ទៅលើ ad card ទាំង5របស់ Sika បានឈានមកដល់ទីបញ្ចប់សង្ឃឹមថា ad card ទាំងនេះបានចូលរួមចំណែកផ្ដល់ជាព័ត៌មានចំណេះដឹងដល់យុវជនយើងទាំងអស់គ្នាដើម្បីបង្ការទប់ស្កាត់ឲ្យជៀសផុតពីអន្ទាក់នៃការញៀនបារីអេឡិចត្រូនិកសូមអរគុណ